ការបង្ក្រាបការឆោបោកតាមបច្ចេកវិទ្យាត្រូវដើរទន្ទឹមនឹងការបោកសម្អាតនិងបង្ក្រាបមន្ត្រីដែលជាប់ពាក់ព័ន្ធនិងដកចោលនឹងមន្ត្រីដែលមិនព្រមអនុវត្តបាទសូមគោរពជំរាបសួរបងប្អូនអ្នកគ្នាជាទីគោរពស្រឡាញ់បាទបងប្អូនអ្នកគ្នានេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុកបាទដែលលោកលើកឡើងតាក់ទងជាមួយនឹងការងារ scam online បាទនៅក្នុងប្រទេសកម្ពុជាយើងបាទហើយក្នុងនោះដែរគឺលោកសង្កត់ធ្ងន់ទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធជាមួយនឹង scam online បាទអញ្ចឹងបងប្អូនអ្នកគ្នាដែលមានការងារជាប់ពាក់ព័ន្ធជាមួយនឹងវិស័យ scam online នេះបងប្អូនបាទបើបញ្ឈប់បានពេលនេះគឺបញ្ឈប់ទៅបាទកុំឲ្យរដ្ឋាភិបាលឬក៏មន្ត្រីពាក់ព័ន្ធដែលគេចាប់បានគឺបងប្អូននឹងមានបញ្ហាហើយបាទអស់ទាំងទ្រព្យសម្បត្តិបាទហើយជាប់ពាក់ព័ន្ធនឹងច្បាប់ទៀតបាទនេះគឺជាចំណាត់ការល្អមែនទែនដែលប្រជាជនកម្ពុជាគ្រប់គ្រងបាទមែនទែនចំពោះចំណាត់ការរបស់សម្ដេចមួយនេះបាទព្រោះការងារនេះគឺជាការងារជាតិបើសិនជាមន្ត្រីទាំងឡាយណាមិនអនុវត្តនៅប្រសាសន៍របស់សម្ដេចពុកលើកឡើងនេះទេបាទស្មើនឹងការមិនស្រឡាញ់ប្រទេសជាតិហើយបាទព្រោះការងារទាំងអស់នេះគឺជាការងារដែលប៉ះពាល់ដល់មុខមាត់ជាតិខ្លាំងមែនទែនបាទមន្ត្រីទាំងអស់ដែលមានទូនាទីในការបង្ក្រាបការងារដែលប៉ះពាល់ដល់សង្គមខ្លួននេះមិនចេញសកម្មភាពឬក៏មិនបោសសម្អាតបានន័យថាមិនស្រឡាញ់ជាតិមិនទុកជាតិនេះនៅក្នុងភ្នែកទេបាទអញ្ចឹងសម្ដេចបានលើកឡើងនេះគឺសង្កត់ធ្ងន់ទៅលើមន្ត្រីដែលពាក់ព័ន្ធនឹងការងារនេះបាទមិនព្រមអនុវត្តបាទហើយនឹងមានការពាក់ព័ន្ធបាទអញ្ចឹងទេសូមបងទាំងឡាយដែលកំពុងតែសហការជាមួយនឹងការងារ scam online នេះបាទសូមមេត្តាបញ្ឈប់ទៅបាទព្រោះការងារទាំងនេះគឺប៉ះពាល់មុខមាត់ប្រទេសជាតិយើងខ្លាំងមែនទែនបាទអញ្ចឹងទេបងប្អូនទាំងអស់គ្នាមិនថាក្រៅស្រុកឬក៏ក្នុងស្រុកទេបាទយើងរួមសាមគ្គីគ្នាស្រឡាញ់ជាតិមួយនេះបាទជួយលើកស្ទួយមុខមាត់ជាតិសាសន៍យើងឲ្យបានខ្ពស់ទាំងអស់គ្នាបាទព្រោះឥឡូវនេះសេដ្ឋកិច្ចរបស់យើងគឺល្អខ្លាំងមែនទែនសម្រាប់អន្តរជាតិដែលគេកំពុងមើលមកបាទអញ្ចឹងយើងរួមគ្នាស្រឡាញ់ជាតិមួយនេះឲ្យបានច្រើនហើយរួមគ្នាអភិវឌ្ឍនិងចែករំលែកអ្វីដែលប្រទេសយើងមានទៅកាន់ពិភពលោកឲ្យគេបានដឹងឲ្យគេបានស្គាល់ទាំងអស់គ្នាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ